Bông đà gắt prey cặp bờ bơi ai sờ văng chơi cho mai អញ្ចឹងបានន័យថានេះគឺជាអ្នកមានបុណ្យបារមីហើយមើលទៅលបងសម័យនេះទៅហើយតើនៅមានអ្នកមានបារមីមកពីណាទៀតទៅរ៉ាអើយបើអូនឯងមិនជឿតិចតែថ្ងៃខាងមុខក្ររហាមរឹកតែស្អីស៊ីមិនបានទៅរឿងបារមីជំនឿក្របើនិយាយអំពីរឿងអបិយជំនឿប្រជាជនខ្មែរគឺជាប្រជាជនមួយដែលពោពេញទៅដោយការជឿទៅលើរឿងអបិយជំនឿទាំងអស់នោះតាំងពីសម័យបុរាណកាលមកម្ល៉េះនៅចុងភូមិមួយមានទីទួលមួយកន្លែងដែលអ្នកភូមិនៅទីនោះតែងតែមានជំនឿជឿជាក់ថាជាទីទួលដែលជាកន្លែងដ៏ស័ក្តិសិទ្ធិដែលមិនមាននរណាម្នាក់ហ៊ានឈប់សម្រាកនៅទីកន្លែងទីទួលនោះទេ ថ្ងៃនេះដូចជាសេពដល់ហើយវើយអញគិតថាទៅរកគ្នានៅអាភូមិខាងកើតណាត់គ្នាផឹកម្ដងព្រោះអីអញដូចជាខាងផឹកយូរដែរហើយណាមួយក៏ខានបានទៅលេងភូមិខាងកើតនោះដូចជាច្រើនខែដែរហើយវើយនិយាយរួចនាយតុញក៏បានធ្វើដំណើរទៅភូមិខាងកើតតែម្ដងលុះដល់ពេលទៅដល់ភូមិខាងកើតអាតុញតើណានឹងវើយអាកំឡាញ់មកជុំមកលេងចាក់គ្នាសិនមកដាក់មកពេងពីពេងផឹកលេងហីគ្នាមកលេងផ្ទះឯងនឹងហើយតោះមកហើយមានកឡោទៅខ្នត់ជួអត់ណាគ្នាបែកឯងយូរហើយណាមួយនៅនោះវាអត់មានកឡោផឹកជាមួយគ្នាអញ្ចឹងគ្នាមកផឹកជាមួយឯងហ្នឹងហើយមានតែមានតែខ្នត់ជូទេវើយព្រឹកមិញនេះគ្នាឡើងទៅយកបានជាង30លីត្រដែរប៉ុណ្ណឹងពីអ្នកយើងផឹកគ្រាន់អត់ដល់កម្លាំងបើមានតែខ្នត់ជូគឺល្អតែម្ដងអាសម្លាញ់ថ្ងៃហ្នឹងពួកយើងបើផឹកមិនអស់30លីត្រនេះទេគ្នាក៏មិនទៅផ្ទះវិញដែរវើយ Oh no លុះដល់ពេលយប់ឡើងបន្ទាប់ពីផឹកទឹកខ្នោតជូរអស់ជាង30លីត្រហើយនាយតុញបានលានាយប្រុញធ្វើដំណើរត្រឡប់មកផ្ទះទាំងកណ្ដាលអាធ្រាត្រដែលនាយតុញមានសភាពស្រវឹងយ៉ាងខ្លាំងបងដើរកាត់ព្រៃកបលវល់ហើយស្រវឹងជួយទៅមកអីយ៉ាកន្លែងទួលនេះមើលទៅដូចតំណែងណាស់វើយដេកនៅត្រង់នឹងមកយប់សិនហើយចាំព្រឹកស្អែកចាំស្វាងពីស្វឹងចាំដើរទៅផ្ទះរៀតលុះដល់ពេលស្អែកឡើងអំពេកនិងពពុទ្ធបានធ្វើដំណើរទៅចំការរបស់គាត់ណែពុទ្ធឯងមើលនោះតើនរណាគេនោះមកដេកនៅទីកន្លែងទួលស័ក្តិសិទ្ធិរបស់អ្នកភូមិយើងអញ្ចឹងពិតមែនហើយបងពេកតាំងតែពីដើមឡើយអ្នកភូមិរបស់យើងគឺមិនមាននរណាម្នាក់ហ៊ានដេកនៅទីទួលកន្លែងស័ក្តិសិទ្ធិនេះនោះទេអញ្ចឹងបានន័យថានេះគឺជាអ្នកមានបុណ្យបារមីហើយមើលទៅលបងបើអញ្ចឹងពួកយើងគួរតែប្រញាប់យករឿងនេះទៅប្រាប់ដល់អ្នកភូមិរបស់យើងឲ្យបានដឹងគ្រប់គ្នាផងណាលបងណានៅពេលដែលអំពេកនិងពពុទ្ធបានដើរទៅដល់ភូមិអ្នកទាំងអស់គ្នាខ្ញុំមានរឿងចង់មកប្រាប់អ្នកទាំងអស់គ្នាបន្តិចអំបញ្ញមិញនេះខ្ញុំនិងលបងពេកដើរទៅចំការប៉ុន្តែពួកខ្ញុំទាំងពីរនាក់បានឃើញអ្នកមានបុណ្យបារមីម្នាក់មកអង្គុយនៅទីទួលដែលជាទីកន្លែងស័ក្តិសិទ្ធិរបស់អ្នកភូមិយើងបើអញ្ចឹងអ្នកទាំងអស់គ្នាឆាប់នាំគ្នាទៅសុំពរជ័យសុំសេចក្តីសុខពីអ្នកមានបុណ្យបារមីនោះទៅបន្តិចក្រោយមកអ្នកភូមិបាននាំគ្នាមកបែរបន់សុំពរសុំជ័យសុំសេចក្តីសុខពីអ្នកមានបុណ្យបារមីនោះលោកតាឲ្យកូនចៅទាំងអស់គ្នាសុំសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាផងចុះនេះមាន់ស្ងោសូមលោកតាពិសាឲ្យឆ្ងាញ់ចុះលោកតាមិនបានជាអ្នកភូមិទាំងអស់នេះមកគោរពអញដូចជាអ្នកមានបុណ្យបារមីអញ្ចឹងទើបតែងើបពីស្រវឹងមិនទាន់បានស្វាងស្រួលផងឥឡូវបានមាន់ស្ងោស៊ីបារោយបើអ្នកភូមិទាំងអស់នេះងងគិតថាអញគឺជាអ្នកមានបុណ្យបារមីទៅហើយនោះអញ្ចឹងអញមានតែបោកប្រាស់ពួកនេះដើម្បីបានលុយផឹកស្រាសទៅថ្ងៃក្រោយទៀតព្រាមនោះនាយតុញ
បាននិយាយទៅកាន់អ្នកភូមិថា មិនអីទេបើអ្នកទាំងអស់គ្នាចង់បង្ហាញសេចក្តីសុខពីលោកតានោះអញ្ចឹងនៅថ្ងៃស្អែកនេះលោកតាจะមកទីនេះម្ដងទៀតហើយកុំភ្លេចយកដង្វាយមកថ្វាយលោកតាឲ្យច្រើននិងយកបច្ច័យមកឲ្យច្រើនមកលោកតានឹងជួយអ្នកទាំងអស់គ្នាឲ្យបានសុខសប្បាយ និយាយរួចនាយតុញក៏បានដើរចាក់ចេញបាត់ទៅហនតោះឯងទៅជួបលោកតាអ្នកមានបារមីជាមួយនឹងគ្នាទេថ្ងៃនេះលោកតាដែលមានបារមីនោះនឹងមកឲ្យបច្ច័យអ្នកភូមិយើងឲ្យបានសេចក្តីសុខទាំងអស់គ្នាតើឯងទៅជាមួយនឹងគ្នាទេហនសម័យនេះទៅហើយតើនៅមានអ្នកមានបារមីមកពីណាទៀតទៅរ៉ាអើយអញ្ចឹងកាលពីថ្ងៃម្សិលមិញនេះឯងមិនដឹងទីអីហនកាលពីម្សិលមិញនេះពូពុតនិងអំពេកបានដើរទៅចំការរបស់គាត់ហើយគាត់បានឃើញអ្នកមានបុណ្យបារមីម្នាក់មកអង្គុយនៅលើទីទួលដែលជាទីកន្លែងទីសក្ការៈដ៏ស័ក្តិសិទ្ធិរបស់អ្នកភូមិយើងណារ៉ាគ្នាដូចមិនជឿសោះវើយសម័យនេះទៅហើយនៅមានអ្នកមានបុណ្យបារមីមកពីណាទៀតទៅគ្នាមិនជឿនោះទេគ្នាតែងតែគិតថាអ្នកដែលមានបុណ្យបារមីពិតប្រាកដនោះគឺជាម្ដាយឪពុករបស់យើងឯនេះទេបារ៉ាឯងធ្វើឲ្យតែម្ដាយឪពុករបស់ខ្លួនសប្បាយចិត្តនិងទិញរបស់របរហូបចុកឲ្យគាត់ពិសាឆ្អែតនឹងធ្វើឲ្យពួកគាត់មានស្នាមញញឹមរាល់ថ្ងៃទៅនោះនឹងមានសេចក្តីសុខហើយនិយាយជាមួយនឹងហនឯងខាតតែពេលវេលាមែនគ្មានប្រយោជន៍បើហនឯងមិនជឿក៏ហីទៅគ្នាប្រញាប់ទៅជួបអ្នកមានបុណ្យបារមីហើយគ្នានឹងសុំពរជ័យឲ្យបានច្រើនតែថ្ងៃខាងមុខនឹងរកស៊ីមានបានបើហនឯងមិនជឿតិចតែថ្ងៃខាងមុខក្ររហាមរកតែស្អីស៊ីមិនបានទៅនិយាយរួចរ៉ាបានធ្វើដំណើរទៅកាន់ទីទួលដើម្បីទៅជួបអ្នកមានបុណ្យបារមីនោះលោកតាសូមលោកតាជួយឲ្យពរឲ្យជ័យឲ្យកូនចៅរស់ស៊ីមានបានមានលុយរាប់លាននៅក្នុងដៃផងនិងមានសេចក្តីសុខចម្រើនផងណាលោកតាកូនចៅក្រណាកូនចៅមានតែបច្ច័យចំនួន 20,000 រៀលទេសូមលោកតាអនុគ្រោះផងចុះយីអានេះអីក៏ល្ងងម្លេះវើយអាយ៉ាការងារមួយនេះស្រួលរកលុយតើអ្វីអញ្ចឹងអញមានតែបោកពួកអស់នេះស៊ីលុយធំម្ដងហើយមិនអីទេចៅបើចៅឯងចង់រកពីវាបានមានលុយអូចូលទៅទឹកបាក់ទឹកនោះនៅថ្ងៃស្អែកនេះចៅឯងត្រូវរៀបចំដង្វាយឲ្យលោកតាមានដូចជាជ្រូកខ្វាយ2មាន់ស្ងោរ4ទាឆាក្តៅ8និងស្រាស1កានបើគ្មានស្រាសដាក់ទឹកថ្នាំជូរក៏បានដែរចាំលោកតាទៅធ្វើពិធីលើករាសីឲ្យអាចារ្យឯងរកស៊ីមានបានឈ្នះទីទាំងអស់តែម្ដងខ្ញុំអរគុណណាស់លោកតាអញ្ចឹងចៅសុំលាទៅផ្ទះសិនហើយលោកតាចាំថ្ងៃស្អែកចាំចៅនឹងដើររកខ្ចីលុយគេយកទៅរៀបចំដង្វាយជូនលោកតានៅពេលដែលរ៉ាដើរត្រឡប់មកដល់ផ្ទះវិញរ៉ាបាននិយាយជាមួយនឹងប្រពន្ធរបស់ខ្លួនអូននៅថ្ងៃស្អែកនេះអូនទៅដើររកខ្ចីលុយគេចំនួន5 លានរៀលមកបងយើងមករៀបដង្វាយជូនលោកតាអ្នកដែលមានបារមីខ្លាំងពូកែម្នាក់ដើម្បីឲ្យលោកតាមកធ្វើពិធីលើករាសីដល់ក្រុមគ្រួសាររបស់យើងនិងរកស៊ីមានបានឈ្នះជាតិទាំងអស់នៅក្នុងភូមិនេះតែម្ដងភ្លាមនោះប្រពន្ធរបស់រ៉ាដោយមានភាពល្ងង់ខ្លៅនិងមានចិត្តលោភលន់ផងនោះបានយល់ព្រមនិងដើរទៅរកខ្ចីលុយគេបាត់ទៅលោកតាសូមលោកតាអញ្ជើញមកគង់នៅលើផ្ទះរបស់ខ្ញុំកណាមកខ្ញុំកណាបានរៀបចំដង្វាយសពគ្រប់ទៅតាមអ្វីដែលលោកតាបានប្រាប់កាលពីថ្ងៃម្សិលមិញនោះទៅហើយ
ល្អណាស់ចៅតែប៉ុណ្ណេះតែ2ឆ្នាំខាងមុខទៀតចៅឯងនឹងខ្លាចជាអ្នកមានជាងគេនៅក្នុងភូមិនេះតែម្ដង និយាយរួចនាយតុញបានដើរចាក់ចេញបាត់ទៅរយៈពេល2ឆ្នាំបានកន្លងផុតទៅខ្ញុំឆ្ងល់ណាស់ខ្ញុំបានធ្វើពិធីលើករាសីកាលពី2ឆ្នាំមុនលោកតាអ្នកមានបារមីនោះបានប្រាប់ថា2ឆ្នាំខាងមុខខ្ញុំនឹងក្លាយទៅជាអ្នកមានជាងគេនៅក្នុងភូមិនេះតែឥឡូវ2ឆ្នាំជាងហើយខ្ញុំមិនឃើញមានទៅណាសោះមានតែជំពាក់គេច្រើនទៅហើយខ្ញុំចំណែកឯគ្រួសាររបស់អូនវិញគេកាន់តែមានឡើងហើយគ្រួសាររបស់គេមើលទៅដូចជាមានក្តីសុខខ្លាំងណាស់ខ្ញុំរឹតទៅសួរអូនបន្តិចសិនហនគ្នាសួរឯងមួយបានទេហេតុអ្វីបានជាគ្រួសារឯងរកស៊ីចិត្តតែមានទៅអញ្ចឹង ហើយមើលទៅគ្រួសាររបស់ឯងដូចជាមានក្តីសុខខ្លាំងណាស់តែឯងគួរមិនទៅសម្លាញ់ អូដូចតែគ្នាប្រាប់តាឯងកាលពី2ឆ្នាំមុននឹងណាគ្នាមិនបានទៅរកអ្នកមានបុណ្យបារមីស្អីនោះទេគឺគ្នាតែងតែខិតខំប្រឹងប្រែងធ្វើការស្ដាប់ការទូន្មានឪពុកម្ដាយរបស់គ្នាទិញរបស់របរជូនឪពុកម្ដាយរបស់គ្នាពិសាឲ្យឆ្ងាញ់ហើយនឹងធ្វើឲ្យឪពុកម្ដាយរបស់គ្នាគាត់មានស្នាមញញឹមជារៀងរាល់ថ្ងៃនឹងហើយគឺជាសេចក្តីសុខដែលយើងទទួលបានពីអ្នកមានបុណ្យបារមីពិតប្រាកដអូគ្នាភ្លេចប្រាប់ឯងរឿងមួយទៀតម្សិលមិញគ្នាទៅភូមិខាងលិចគ្នាឮអ្នកភូមិខាងលិចនិយាយថាអ្នកដែលមានបុណ្យបារមីដែលឯងគោរពកាលពី2ឆ្នាំមុននោះគឺជាអ្នកប្រមាថមួយថ្ងៃគ្មានធ្វើស្អីទេដើរតែផឹកស្រានៅតែតោបស្រាតែប៉ុណ្ណោះស្រវឹងអួរប្រនួរយប់ត្រង់ណាដេកត្រង់ហ្នឹងយ៉ាងម៉េចហើយអ្នកដែលគោរពអ្នកមានបុណ្យបារមីកាលពី2ឆ្នាំមុននោះគ្នាខុសហើយសម្លាញ់ដែលគ្នាមិនបានស្ដាប់ឯងកាលពីដំបូងចាប់ពីថ្ងៃនេះទៅគ្នានឹងធ្វើល្អដល់ឪពុកម្ដាយរបស់គ្នានឹងទិញម្ហូបឆ្ងាញ់ជូនគាត់ពិសានឹងធ្វើឲ្យឪពុកម្ដាយរបស់គ្នាមានស្នាមញញឹមជារៀងរាល់ថ្ងៃឯដែរហើយល្អណាស់សម្លាញ់អបិយជំនឿសូមជឿដោយការពិចារណា